ក្នុងចំណុចទី3នេះខ្ញុំប្រកាសថាអាត្មាភាពសូមចូលរួមប្រគេនអនុសង្ឃវជ្រៈសន្និបាតការផ្សព្វផ្សាយលើកទី33ក្នុងខេត្តកំពង់ឆ្នាំងថាសូមប្រគ្រូចៅតកាគ្រប់វត្តទាំងអស់ទាំង233វត្តអាស្រមក្នុងខេត្តកំពង់ឆ្នាំងនេះសូមព្រះអង្គយកបតីទុកដាក់យ៉ាងម៉េចថែរក្សានៅភិក្ខុសាមណេរក្រមអាវាតឲ្យមានអភិសមាចារជៀសវាងការប្រើប្រាស់បណ្ដាញសង្គមឬក៏រូបភាពណាមួយដែលធ្វើឲ្យបាត់បង់នៅតម្លៃជាសាមណភេទព្រោះសពថ្ងៃសង្គមយើងនេះគឺពោពេញដោយភាពសម្ដែងនៅតាមបណ្ដាញសង្គមផ្សព្វផ្សាយផ្សេងៗអញ្ចឹងសូមព្រះអង្គយកចិត្តទុកដាក់ឲ្យមែនតែនជាពិសេសគ្រូចាតិកាស្គាល់ភិក្ខុសាមណេរខ្លួនឯងច្បាស់ហើយអញ្ចឹងបើឃើញព្រះអង្គណាដែលលោកប្រើប្រាស់បណ្ដាញសង្គមឲ្យផ្ទុយពីការអប់រំសីលធម៌និងអភិសមាចារដោយដែលសង្ឃប្រកាសរបស់គណៈសង្ឃនាយកដាក់ចេញមកនេះទេសូមព្រះអង្គព្រះមេត្តាអប់រំទូមានព្រាហ្មណ៍ដៅភិក្ខុសាមណេរក្នុងអាវាសហើយមួយទៀតសូមព្រះអង្គក្នុងវត្តទាំង33វត្តអាស្រមទូទាំងខេត្តកំពង់ឆ្នាំងដែលមានប្រសង់ជាង 2000 អង្គនេះធ្វើម៉េចជៀសឲ្យផុតពីអត្តកដែលកើតឡើងក្នុងវត្តជាពិសេសអត្តកដែលបង្កឡើងដោយប្រសង់និងប្រសង់គ្នាឯងនិងអត្តកដែលកើតឡើងពីប្រសង់និងអាចារ្យគណៈកម្មការហើយក្នុងទីនេះក៏មានអាចារ្យគណៈកម្មការបានចូលរួមក្នុងពិធីផ្សព្វផ្សាយអនុសង្ឃវជ្រៈលើកទី33ដែរគឺត្រូវចាំទុកថាតួនាទីអាចារ្យនិងគណៈកម្មការនេះជាតួនាទីដែលបម្រើជាសេនាធិការឲ្យព្រះគ្រូចៅអធិការតាមបណ្ដាវត្តមិនមែនជាគណៈកម្មាធិការត្រួតត្រាវត្តទេអញ្ចឹងដើម្បីជៀសវាងពីការច្រឡំតួនាទីធ្វើខ្លួនឲ្យខ្លួនជាអ្នកជំនួយការជាសេនាធិការរបស់ព្រះគ្រូចៅអធិការប៉ុន្តែប្រែខ្លួនទៅជាការគ្រប់គ្រងគ្រូចៅអធិការវិញវាធ្វើឲ្យមានចំនួនតែក្នុងវត្តអារាមកើតជាអត្តកអាហ្នឹងគឺជៀសវាង